នៅក្នុងព្រៃជ្រៅដ៏ធំមួយមានស្វាពីរក្បាលជាបងប្អូនរស់នៅជាមួយគ្នាស្វាបងនិងស្វាប្អូនពួកគេរស់នៅហើយស្រឡាញ់គ្នាខ្លាំងណាស់ពួកវាធ្វើអ្វីក៏ជាមួយនឹងគ្នាទាំងឡើងដើមឈើស្វែងរកផ្លែឈើលេងសប្បាយដែលគ្មានការព្រួយបារម្ភឡើយស្វាបងតែងតែការពារប្អូននិងបង្រៀនអ្វីៗល្អៗដល់ប្អូនថ្ងៃមួយស្វាបងបាននិយាយទៅកាន់ប្អូនថាប្អូនអើយនៅក្នុងជីវិតមិនមែនមានតែសេចក្តីសុខទេតែយើងត្រូវរឹងមាំនៅពេលដែលជួបការលំបាកផងដែរថ្ងៃមួយអាកាសធាតុផ្លាស់ប្ដូរខ្លាំងណាស់ហើយស្វាបងបានធ្លាក់ខ្លួនឈឺជាទម្ងន់បើទោះបីជាស្វាព្យាយាមថែទាំនិងយកចិត្តទុកដាក់ព្យាបាលជំងឺរបស់ស្វាជាបងយ៉ាងណាក៏ដោយតែមិនធូរស្រាលសោះអស់ជាច្រើនថ្ងៃស្វាបងក៏ស្លាប់បាត់ទៅស្វាប្អូនឯកាណាស់ពីមួយថ្ងៃទៅមួយថ្ងៃវាមានអារម្មណ៍សោកសៅហើយអង្គុយលើដើមឈើខ្ពស់ដោយសម្លឹងទៅទីឆ្ងាយចិត្តនឹករលឹកដល់បងជាខ្លាំងនៅក្នុងព្រៃនោះក៏មានសត្វជាច្រើនប្រភេទដែលអាស្រ័យរស់នៅជាមួយនឹងគ្នាថ្ងៃមួយសត្វក្រពើបានឃើញស្វានោះមានទឹកមុខក្រៀមក្រំជាខ្លាំងដែលអង្គុយនៅលើមែកឈើក្បែរមាត់ទឹកសត្វក្រពើឃើញហើយក៏និយាយទៅថាមិត្តអើយកុំសោកស្ដាយឬសោកសៅណាអ្វីដែលកើតឡើងហើយឲ្យវាកន្លងទៅមកនិយាយលេងជាមួយខ្ញុំវិញបន្ទាប់មកក៏មានអណ្ដើកមួយក្បាលក៏និយាយទៅកាន់ស្វាដែលថាមកលេងជាមួយយើងមកកុំខ្វល់ខ្វាយពេកបងឯងបានស្លាប់ទៅហើយចាំយើងលេងជាមួយឯងនឹងធ្វើជាគ្នាដល់ឯងយើងនឹងរកអាហារចែកគ្នាហូបចំណែកឯក្អែកក៏និយាយថាបងរបស់ឯងបានចាកចេញទៅប៉ុន្តែពួកយើងនឹងផ្ដល់កម្លាំងចិត្តដល់ឯងហើយជាមិត្តនឹងឯងជីវិតមិនឈប់នៅទីនេះទេយើងនៅជាមួយគ្នាយើងនឹងជួយឲ្យឯងមានចិត្តរីករាយឡើងវិញនៅពេលដែលសត្វស្វាកំសត់នោះបានលឺហើយក៏មានអារម្មណ៍កក់ក្ដៅពីមួយថ្ងៃទៅមួយថ្ងៃវាក៏ចាប់ផ្ដើមមានស្នាមញញឹមនិងលេងសើចជាមួយនឹងសត្វដទៃហើយក៏រស់នៅប្រស័យជាមិត្តនឹងសត្វក្អែកសត្វអណ្ដើកនិងសត្វក្រពើដោយយកអាសាគ្នាទៅវិញទៅមកហើយសេចក្តីសោកសៅរបស់គេក៏ចាប់ផ្ដើមរសាយបន្តិចម្ដងដែលព្រោះសត្វស្វានោះព្រមទទួលយកអ្វីដែលបានកើតឡើងហើយរីករាយជាមួយនឹងអ្វីដែលមាននៅបច្ចុប្បន្ន